ខេត្តព្រះសីហនុជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិនិងជាពលសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មនិងជាខេត្តគោលដៅទេសចរដ៏មានប្រជាប្រិយភាពមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដោយសារនៅទីនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនិងមានរមណីយដ្ឋានកម្សាន្តជាច្រើនកន្លែងនឹងជាគុបដ្ឋានបានតពូធីសត្វល្មូនលូនវាការពារប្រក្តីសត្វណានូពលស្មាត់ពលសមុទ្រឆ្នេរស្អាតបំផុតបរិសុទ្ធខេត្តព្រះសីហនុមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង175គីឡូម៉ែត្រមានកោះចំនួន34និងរមណីយដ្ឋានទឹកធ្លាក់ជាច្រើនកន្លែងសក្តានុពលទាំងនេះជាកត្តាដ៏សំខាន់ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាប់កម្សាន្តកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំក្នុងចំណោមរមណីយដ្ឋានកម្សាន្តធម្មជាតិដែលមានក្នុងខេត្តព្រះសីហនុសហគមន៍ទេសចរកោះរ៉ុងក៏ជារមណីយដ្ឋានមួយកំពុងមានប្រជាប្រិយភាពនិងពេញនិយមសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះផងដែរសម្ដេចតេជោជាសេដ្ឋាជនបានដោះអង្គរួនជនខ្មែរស្រីការពិតណាស់ខេត្តព្រះសីហនុអាចជាគោលដៅទេសចរមួយដែលលោកអ្នកជ្រើសរើសក្នុងការកំសាន្តនៅពេលដែលលោកអ្នកមានថ្ងៃឈប់សម្រាកវែងក៏ប៉ុន្តែអ្វីដែលសំខាន់នោះនៅពេលដែលលោកអ្នកមកដល់ក្រុងព្រះសីហនុនោះតើលោកអ្នកគ្រាន់តែអង្គុយពិសាគ្រឿងសមុទ្រហើយហែលទឹកសមុទ្រតែប៉ុណ្ណោះទេជាការពិតនៅមានការកំសាន្តជាច្រើនទៀតដែលលោកអ្នកនៅមិនទាន់បានជ្រាបដូច្នេះលោកអ្នកតាមដានជាមួយយើងខ្ញុំដែលនៅខាងក្រោយខ្នងនាងខ្ញុំនេះគឺលោកអ្នកអាចធ្វើការឆ្លងទៅកាន់កោះរ៉ុងហើយដែលនៅលើកោះរ៉ុងនោះគឺមានការរៀបចំនៅល្បែងកំសាន្តប្លែកៗមួយចំនួនហើយតើល្បែងកំសាន្តនោះនឹងលេងមានលក្ខណៈយ៉ាងណានោះសូមលោកអ្នកតាមដានជាមួយយើងខ្ញុំដូចតទៅយោបាយធ្វើដំណើរឆ្ពោះទៅកាន់កោះរ៉ុងភ្ញៀវទេសចរអាចធ្វើដំណើរបានតាមរយៈកាណូតពីរប្រភេទគឺតាមកាណូតយឺតដែលមានរយៈពេលក្នុងការធ្វើដំណើរ2ម៉ោងរីឯការធ្វើដំណើរតាមរយៈកាណូតលឿនត្រូវចំណាយរយៈពេលនៃការធ្វើដំណើរតែ45នាទីប៉ុណ្ណោះ43គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុសង្កាត់កោះរ៉ុងមានផ្ទៃដីសរុប 1200 ហិកតា មាន5ភូមិគឺភូមិព្រែកស្វាយភូមិកោះតូចភូមិកោះរ៉ុងសន្លឹមភូមិដើមថ្កូវនិងភូមិសុកសាន
ប្រជាពលរដ្ឋរស់នៅសរុប531គ្រួសារស្មើនឹង2095នាក់ភាគច្រើនប្រកបរបរជាអ្នកនេសាទប៉ុន្តែបច្ចុប្បន្នពួកគាត់ងាកមកប្រកបរបរបម្រើសេវាកម្មផ្នែកទេសចរណ៍មានដូចជាសេវាកម្មហូបអាហារសេវាកម្មស្នាក់នៅនិងសេវាកម្មជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅដែនកោះដ៏ស្រស់ស្អាតមួយនេះពលរដ្ឋក្នុងឆ្នាំ2002យើងឃើញថាមានប្រជាពលរដ្ឋត្រឹមតែ300ជាងគ្រួសារប៉ុណ្ណោះ351គ្រួសារទេប៉ុន្តែមកបច្ចុប្បន្ននេះប្រជាពលរដ្ឋឡើងដល់500ជាងគ្រួសារហើយពីមុនមកគាត់អត់ទាន់មានមុខរបរអីគាត់រកស៊ីតែនេសាទត្រី70%គាត់ប្រកបរបរនេសាទហើយប្រមាណភាគរយទៀតនោះគាត់ប្រកបរបរដាំដំណាំធ្វើចការអញ្ចឹងហើយអាសេវាកម្មលក់ដូរនឹងមានតិចតួចប៉ុន្តែបច្ចុប្បន្នឃើញថាវារីករាលទៅពេញនឹងទាំងអស់ហើយសិតតែតណាក៏កន្លែងអាជីវកម្មដែរដែលធ្វើដំណើរកម្សាន្តមកកាន់កោះរ៉ុងពួកគាត់អាចកម្សាន្តជាមួយនឹងសកម្មភាពកម្សាន្តជាច្រើនដូចជាការហែលទឹកសមុទ្រកម្សាន្តនៅលើឆ្នេរខ្សាច់សក្បុសទឹកជ្រោះដែលជាធម្មជាតិដ៏សែនស្រស់ស្អាតនៅលើកោះរ៉ុងនេះជាពិសេសជិះទូកស្ទូចត្រីឬក៏ជិះទូកទៅកម្សាន្តនៅតាមប្រជុំកោះដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះរ៉ុងដើម្បីគយគន់ទេសភាពថ្ងៃរៀបលិចស្រស់ស្អាតនៅលើកោះរ៉ុងនេះសេវាកម្សាន្តនៅលើទឹកដីកោះរ៉ុងនេះគឺប្រជាពលរដ្ឋគាត់មានការយល់ដឹងផ្នែកសេវាកម្មទេសចរហ្នឹងគឺគាត់បានរៀបចំកន្លែងស្នាក់នៅជូនភ្ញៀវទេសចរជាកន្លែងដែលថាសមរម្យជាងមុនបាទឥឡូវហ្នឹងគឺការរីកចម្រើនផ្នែកខាងវិស័យកន្លែងស្នាក់នៅផ្ទះសំណាក់ដូចជាបឹងកាឡូរីសតអីហ្នឹងរីស្តូរ៉ង់ដែលហៅថាភោជនីយដ្ឋានហ្នឹងគឺបានបម្រើហើយនឹងមានការកើនឡើងបាទជាលំដាប់ហើយកំណើនភ្ញៀវទេសចរចេះតែកើនឡើងនេះដោយសារទីនេះវាអំណោយផលផ្នែកធនធានធម្មជាតិបាទមានទាំងខាងបាតសមុទ្រហើយនឹងព្រៃធម្មជាតិព្រមទាំងជីវៈចម្រុះជុំវិញនៅលើទឹកដីកោះរ៉ុងនេះតែម្ដងហើយមានឆ្នេរខ្សាច់ដែលស្រស់ស្អាតចូលជាឆ្នេរក្លឹបដែលស្អាតលើពិភពលោកផងដែរបាទនេះហើយជាតម្រូវការរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះហើយពាក់ព័ន្ធនឹងសេវាផ្សេងបាទទទួលភ្ញៀវទេសចរនឹងតម្លៃម្ហូបអាហារដែលនៅទីនេះគឺមិនមានតម្លៃថ្លៃហួសពីការដោយថារំពឹងទុករបស់ភ្ញៀវទេសចរទេអ្វីដែលមានការឡើងថ្លៃនឹងតាមតែទីផ្សារទេគឺអត់មានតម្លើងថ្លៃតាមពេលមានបុណ្យទានឬក៏មានកម្មវិធីដូចថាវិស្មកាលអីហ្នឹងគឺអត់មានឡើងថ្លៃទេគឺតម្លៃនៅថេរដដែលបាទហើយចំពោះទីតាំងដែលកំសាន្តផ្សេងនេះមានការវិវត្តដូចជាសមិទ្ធផលផ្សេងដូចជាស្ពានខ្សែកាបជាដើមនេះសមិទ្ធផលថ្មីមួយដែរដែលនៅលើទឹកដីកោះរ៉ុងជាពិសេសនៅភូមិកោះតូចនេះតែម្ដងដែលភ្ញៀវនិយមមកលេងនៅទីនេះបាទហើយចំពោះសុវត្ថិភាពភ្ញៀវនៅទីនេះសូមបងប្អូនកុំបារម្ភដោយសារនៅទីនេះអាជ្ញាធរសង្កាត់កោះរ៉ុងនេះបានរៀបចំពជាការពារសហការជាមួយកម្លាំងសមត្ថកិច្ចដើម្បីយាមកាមជូនភ្ញៀវទេសចរនៅទីនេះឲ្យមានទំនុកចិត្តដើម្បីថារស់មកលេងកម្សាន្តនៅទីនេះមិនភ័យខ្លាចមិនព្រួយបារម្ភពីសុវត្ថិភាពក្រៅពីការកំសាន្តដោយបានរៀបរាប់ខាងលើនៅលើកោះរ៉ុង
ការកំសាន្តថ្មីមួយក៏ត្រូវបានបង្កើតឡើងផងដែរគឺសកម្មភាពកំសាន្តបែបផ្សងព្រេងដែលភូមិព័ទ្ធទៅដោយព្រៃព្រឹក្សានៅកោះរ៉ុងគឺឧសៀនហើយភ័ណ្ឌរំផាក Before the cool done run out, I'll be giving it my bestest, and nothing's gonna stop me but divine intervention. I reckon it's again my turn to win some or learn some. I won't hesitate no more, no more. It cannot wait. I'm yours. Well, open up your mind and see like me. Open up your plans and damn, you're free. Look into your heart and you'll find love, love, love. Listen to the music of the moment, maybe sing with me.សេវាកម្មនៅទីនេះភ្ញៀវទេសចរអាចកំសាន្តជាមួយនឹងការធ្វើដំណើរតាមខ្សែកាបចងភ្ជាប់ពីដើមឈើមួយទៅដើមឈើមួយទៀតជាកីឡាកំសាន្តសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរបែបផ្សងព្រេងជំនះឧបសគ្គដោយប្រើសមត្ថភាពបែបកីឡានិងប្រាជ្ញាផងដែរ It cannot wait. I'm sure there's no need to complicate. Our time is short. This is our fate. I'm yours.ដែលមកកំសាន្តនៅទីនេះមិនត្រឹមតែទទួលបាននូវអារម្មណ៍រំភើបនោះទេប៉ុន្តែអំឡុងពេលកំសាន្តភ្ញៀវទេសចរក៏អាចគយគន់នៅព្រៃព្រឹក្សាសត្វព្រៃនិងទេសភាពឆ្នេរសមុទ្រពីកំពូលភ្នំកោះរ៉ុងផងដែរ Checking my tongue in the mirror and bending over backwards just to try to see it clearer. My breath fogged up the glass, and so I drew a new face and laughed. I guess what I'm saying is there ain't no better reason to rid yourself of vanity and just go with the seasons. It's what we aim to do. Our name is our virtue. I won't hesitate no more, no more. ដោយឡែកក្រៅពីការកំសាន្តនៅក្នុងធម្មជាតិដ៏សម្បូរបែបនៅលើកោះរ៉ុងការកំសាន្តដោយជ្រមុជទឹកទៅកាន់បាតសមុទ្រមើលផ្កាថ្មមើលជីវៈចម្រុះធម្មជាតិក្នុងបាតសមុទ្រក៏ជាការកំសាន្តដ៏មានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរមកកំសាន្តនៅទីនេះផងដែរ បច្ចុប្បន្នរមណីយដ្ឋានទេសចរសហគមន៍កោះរ៉ុងកំពុងតែមានប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរដែលកំណើនភ្ញៀវទេសចរកាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់កោះរ៉ុងមានចំនួនចន្លោះពី300ទៅ500នាក់ក្នុងមួយថ្ងៃទន្ទឹមនឹងកំណើននៃភ្ញៀវទេសចរផលប៉ះពាល់បរិស្ថានក៏មានផងដែរដែលទាមទារឲ្យទាំងអ្នកផ្ដល់សេវាកម្មទេសចរនិងភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះរួមគ្នាថែរក្សាអនាម័យបរិស្ថានយើងមានការអភិវឌ្ឍយើងត្រូវមានការប្រឈមនឹងគឺមានលក្ខណៈ
តូចតាចទេប៉ុន្តែការប្រឈមនេះយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាដូចជាការបំពុលបរិស្ថានបើយើងមិននាំគ្នាការពារតាមរូបភាពនៃការអប់រំរបស់អង្គភាពអង្គការឬក៏រដ្ឋបាលសាលាខេត្តទេគឺយើងអាចប្រឈមកាន់តែខ្លាំងនេះចំពោះបរិស្ថានទេសចរមកសម្រាប់លំហែមានចំនួនកើនឡើងសេវាកម្មទេសចរនៅទីនេះក៏មានការអភិវឌ្ឍបន្ថែមផងដែរដើម្បីបំពេញនិងផ្គត់ផ្គង់នៅតម្រូវការរបស់ភ្ញៀវទេសចរទាំងសេវាកម្មម្ហូបអាហារនិងសេវាកម្មស្នាក់នៅជាដើមផែនការអភិវឌ្ឍនៅទឹកដីកោះរ៉ុងនេះគឺខ្ញុំជាអាជ្ញាធរនិងដូចជាអាជីវករទាំងអស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះរ៉ុងនេះមានផែនការអភិវឌ្ឍបាទទាំងរមណីយដ្ឋានទាំងផ្ទះសំណាក់ទាំងបឹងកាឡូឲ្យមានភាពថាស៊ីវិល័យហើយនឹងទំនើបហើយនឹងអាចភ្ញៀវទទួលយកបានបាទគឺធ្វើម៉េចយើងបន្ថែមការកន្លែងស្នាក់នៅដោយឡែកបច្ចុប្បន្ននេះគឺយើងខ្វះកន្លែងស្នាក់នៅចឹងហើយគឺយើងត្រូវការកសាងបន្ថែមទៀតដើម្បីទទួលភ្ញៀវទេសចរដែលមកកាន់ទីនេះកម្ពុជាព្រះរាជាណាចក្រអច្ឆរិយវឌ្ឍនភាពល្បីតាមរយៈកំណើនភ្ញៀវទេសចរនិងការអភិវឌ្ឍនៅទីនេះពិតជាជំរុញឲ្យវិស័យទេសចរមានការរីកចម្រើនដែលបាននាំមកនូវការងារដល់ប្រជាពលរដ្ឋធ្វើឲ្យកម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើងនិងជាពិសេសនាំមកនូវចំណូលជាថវិកាជូនជាតិមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងជួយជំរុញវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀតសូមអញ្ជើញមកកំសាន្តនិងលំហែកាយនៅលើកោះរ៉ុងខេត្តព្រះសីហនុឲ្យបានច្រើនកកសកលលោកីជូនជ័យលៀបពីកុំពត់កុំកាត់នឹងអភិរិយកងកលអាងដាក់រុក្ខវារីខេត្តព្រះសីហនុពហុរមនីឆ្នេរកោះណូទីជីវៈចំរងសម្ដេចតេជោជាសេដ្ឋោជនបានដោះអង្គរួនជនខ្មែរស្រីប្រុងអភិរិយបរិស្ថានឆ្នេរបានផលផង